thiên là bạn lượng ní vậy bị hướng chụp chảy thành thấm mấy tầm mấy chụp chảy dương bị chân vô là chụp chảy lụt ra tầm miệng xài tam bất vô nó cứ mình khó tế chụp chảy lụt ra tầm miệng xài để khác tha bỏ xài tôi miên sầm mặt phía bên á còn mình ai chụp chảy bạn đại chắc nhưng trong bộ sẽ từ lời hướng nên tham mất ăn cái tha chụp chảy thời miệng xài nhưng thời vô thác xài nó chỉ sẽ cái sần bộ ca ơi thì dùng đây mình được ở đôi kia để bộ nhóm cái thác xài nó cứ chỉ bẩn đá chọpពីមួយទៅមួយអញ្ចឹងកាលណាតែយើងអត់មានអីភ្ជាប់វាដូចជាស្ពានអញ្ចឹងអញ្ចឹងយើងពិបាកឆ្លងបន្តិចអញ្ចឹងធ្វើម៉េចដើម្បីមានខ្សែហ្នឹងវាអាចជាអីវាអាចជាសមត្ថភាពរបស់យើងវាអាចភាពប៉ុនប្រសពអាចថាស្អីដែលជួយឲ្យយើងទៅដល់កន្លែងដែលយើងចង់ទៅអាហ្នឹងឯងហៅថាខ្សែហើយសួរថាហេតុអីបានអ្នកខ្លះនិយាយថាអូបើយើងអត់មានខ្សែអត់មានតំណែងអត់មានអីទេគេមិនជួលយើងទេគេមិនឲ្យតម្លៃយើងទេសួរគាត់យល់អញ្ចឹងត្រូវអត់គាត់យល់ត្រូវមិនបានថាត្រូវជាទូទៅមនុស្សកាលណាតែប្រកែគឺលិចធ្លោហើយកាលណាតែលិចធ្លោគឺគេឲ្យតម្លៃគាត់ពេលហ្នឹងគឺគាត់មានខ្សែដោយខ្លួនឯងហើយតែបើសិនជាគាត់ចោលមកសៀតឬក៏គាត់ប្រកែដែរគាត់ចេះតិចនេះប៉ុន្តែចរិតគាត់ឆ្លើយគាត់អត់ចោះសម្រងគេអាហ្នឹងក៏ទៅរួចដែរអាហ្នឹងមានន័យថាគាត់អត់ខ្សែឬក៏គាត់ធ្វើឲ្យគេដឹងតែខ្សែរបស់គាត់ពុកភ័យប្រើការវាមិនកើតចឹងមនុស្សយើងត្រូវចង់ឲ្យជោគជ័យលុះត្រាយើងមានខ្សែមានន័យថាម៉េចមានន័យថាយើងត្រូវតែមានសមត្ថភាពហើយក៏ត្រូវមានតំណែងល្អដែរព្រោះកាលណាយើងមានតែសមត្ថភាពតែយើងឆ្លើយគ្មានអ្នកចង់ធ្វើការមួយយើងទេទោះបីយើងមេក៏ដោយយើងមានបុណ្យស័ក្តិធំយើងកូនអ្នកមានកូនអ្នកធំមិនក៏ដោយក៏យើងពិបាករកមនុស្សល្អធ្វើការមួយយើងដែរយូរយើងនឹងអលំលីទៅខ្លួនឯងហ្មងអត់ខ្វះទេកូនប្រធានក្រុមហ៊ុនដែរទទួលមរតកពីឪពុកម្ដាយអលំលីទៅវិញហើយក៏អត់ខ្វះទេដែលយើងមើលក្នុងប្រវត្តិសាស្ត្រកូនស្ដេចដែលអលំលីរីកបល្ល័ង្កណាយើងមើលទៅរឿងចិនក៏ឃើញដែរតែអត់សមត្ថភាពហើយយូរទៅគឺដួលហើយអាហ្នឹងមកគាត់អត់ខ្សែគាត់បំផ្លាញខ្សែរបស់គាត់ចោលអស់ហើយចឹងមនុស្សដែលល្អគឺអត់អាចនៅជុំវិញគាត់បានទេចឹងកន្លែងហ្នឹងគឺចង់និយាយថាយើងត្រូវតែបង្ហាញពីសមត្ថភាពអ្នកខ្លះគេឆ្ងល់ថាអូយើងមានសមត្ថភាពតែបើយើងអត់មានខ្សែគ្មានណាផ្ដល់ឱកាសឲ្យយើងទេអ្នកខ្លះគាត់ចង់និយាយថាកន្លែងខ្លះគឺគេនេះហាគេឲ្យតម្លៃគេហៅតែខ្សែគ្នាគេអ្នកនោះមានតែឆ្ងល់ទេបានគេហៅគ្នាគេតែពិតអ្នករើសមនុស្សមកធ្វើការគេអត់សម្គាល់គ្នាយើងគេសម្គាល់តែលើភាពទុកចិត្តគេរើសតាមរយៈភាពទុកចិត្តយើងដែរតែរើសរបស់ណាដែលយើងអត់ទុកចិត្តបានយកមកប្រើអត់ទេចំណាយលុយដូចគ្នាយើងប្រកាសជារើសទិញរបស់ណាដែលយើងទុកចិត្តបានហើយយកមកប្រើអញ្ចឹងដូចគ្នាដែរក្នុងការរើសមនុស្សមកប្រើក៏ដូចគ្នាដែរគេអត់ចង់បថុយទេអញ្ចឹងបានគេតែការរើសអីដែលមានភាពច្បាស់លាស់អ្នកនេះដែរឆ្ងល់តែហេតុអីបានគេឲ្យតម្លៃសញ្ញាបត្រទេការងារមួយចំនួនប៉ុស្តិ៍ឋានៈតួនាទីធំគេឲ្យតម្លៃសញ្ញាបត្រដោយសារគេអត់ចង់បថុយបន្ថានមួយយើងទេព្រោះគេអត់ចង់មកបថុយខាត់ពេលខាត់គេឈ្មោះក្រុមហ៊ុនឬក៏ធ្វើមានបញ្ហាទេគេអត់ចង់បថុយអញ្ចឹងគេត្រូវការភាពច្បាស់លាស់មួយដោយសារអញ្ចឹងបានគេអត់ចង់ញ៉ៃសភាច្រើនគេត្រូវការទីមួយគេសតចេញពីសញ្ញាបត្រសិនកម្រិតនៃការសិក្សារបស់យើងមកសិនតមកទៀតបានចូលមកធ្វើការបានគេចាប់ដើមវាស់ទៅលើសមត្ថភាពក្នុងការងារបើសិនជាគេអត់រើសសញ្ញាបត្រមនុស្សច្រើនណាមនុស្សរាប់ពាន់អត់ម៉ឺននាក់យកមកដាក់អញ្ចឹងអត់ងាយនឹងទម្លាក់ហើមនុស្សដែលមានគុណភាពបានទេអញ្ចឹងគេសុខចិត្តសតយកកម្រិតសញ្ញាបត្រមកមុនសិនគឺដោយសារកត្តាអញ្ចឹងព្រោះគេជឿថាមនុស្សដែលខំរៀនណាមិនក៏មានផ្នត់កំណត់ប្រសើរជាងមនុស្សដែលអត់ខំរៀនដែរកន្លែងហ្នឹងហើយដែលធ្វើឲ្យគេរើសអញ្ចឹងរួចដល់ពេលគេរើសមនុស្សដែលស្គាល់គ្នាស្អីដោយសារគេទុកចិត្តអញ្ចឹងបានកន្លែងខ្លះរើសបុគ្គលិកដំបូងបំផុតគឺគេសួរមនុស្សដែលស្គាល់គ្នាតសិនថាមានស្គាល់អ្នកណាដែលមានសមត្ថភាពប៉ុណ្ណេះដែលគេត្រូវការអត់គេត្រូវការប៉ុណ្ណេះអញ្ចឹងណាអញ្ចឹងមនុស្សប្រកាសជាណែនាំតគ្នាដូចយើងមានមិត្តភ័ក្តិយើងមានដឹងអន់មានដឹងបកកែមិនអញ្ចឹងដូចខ្ញុំក៏ដូចគ្នាដែរពេលខ្លះខ្ញុំមានមិត្តភ័ក្តិដែរប៉ុន្តែមិត្តភ័ក្តិរបស់ខ្ញុំខ្លះគាត់មិនបកកែអញ្ចឹងមានមិត្តភ័ក្តិផ្សេងទៀតគេសួររកត្រូវការមនុស្សផ្នែកខាងហ្នឹងឬក៏គេថាការសេវាកម្មផ្នែកខាងហ្នឹងខ្ញុំអត់ដែរ recommend ទេព្រោះខ្ញុំដឹងថាគុណភាពរបស់គាត់នឹងវាអត់គ្រប់តម្រូវការរបស់គេទេអញ្ចឹងមានន័យថាខ្សែដែលគាត់មានគឺខ្សែពុកវាអត់គ្រប់គ្រាន់អីចឹងទៅអញ្ចឹងខ្ញុំក៏អត់បានបញ្ជូនទៅទៀតដែរព្រោះបញ្ជូនទៅវាដូចធ្វើឲ្យខូច credit ខ្លួនឯងអញ្ចឹងគឺអត់បញ្ជូនតែបើសិនជាគាត់ល្អខ្សែរបស់គាត់ល្អមាំអញ្ចឹងយើងនឹងបញ្ជូនទៅគឺគាត់ក៏ចំណេញយើងក៏ចំណេញដែរគឺចំណេញ credit ហ្នឹងគឺចំណេញទំនុកចិត្តដូចគ្នាដែរអញ្ចឹងអ្វីដែលមនុស្សយល់ខុសហ្នឹងគឺយល់ខុសថាខ្លួនឯងធ្វើការកើតហ្នឹងដោយសារតែខ្លួនឯងអត់ខ្សែយល់ខុសដោយសារយល់ច្រឡំថាខ្សែហ្នឹងគឺជាពួកបនភឿងអញ្ចឹងទៅតែពិតមិនមែនអញ្ចឹងទេខ្សែដែលខ្ញុំនិយាយម្ដងទៀតគេសង្កត់ទៅលើពីចំណុចធំទី1សមត្ថភាពពិតប្រាកដទី2អត្តចរិតរបស់យើងហើយអាហ្នឹងឯងដែលជាខ្សែសមត្ថភាពរបស់យើងហ្នឹងវាជាខ្សែមួយហើយអត្តចរិតរបស់យើងវាជាគុណភាពរបស់ខ្សែហ្នឹងបើសិនជាសមត្ថភាពរបស់យើងមិនកើតទោះបីយើងស្គាល់ប្រធានក្រុមហ៊ុនស្គាល់ណាក៏គេមិនយកយើងមកប្រើការដែរយើងមើលដូចចេះបើសូមើលមិនក៏គាត់មិនយកបងប្អូនកូនក្មួយគាត់មកធ្វើ CEO គាត់ទៅយកសិនណាបច្ច័យជនជាតិនេះហ្នឹងឥណ្ឌា
ពីមុនមកមានដែរស្គាល់គ្នាណាទៅចូលធ្វើការមួយគ្នា4 10 20ឆ្នាំក្រោយនេះហ្នឹងយកមកកាន់ CEO ក្រុមហ៊ុនបណ្ណានៃស្អីសមត្ថភាពរបស់គេហួយមិនក៏មិនរើសអ្នកផ្សេងទៀតដែលយើងគិតថាមានអ្នកខ្លះលើពិភពលោកអាចបកកាយជាងសេនាបិចារ្យព្រោះអត់ស្គាល់ផងឲ្យតែរើសមកមិនគេរើសអ្នកណាដែលគេស្គាល់ដែលគេដឹងគេទុកចិត្តបានគេអត់មានយកតាមរយៈគ្រាន់អ៊ូតអេងអាងវៃវក់និយាយពេញទឹកពេញដីយកមកធ្វើទេគឺអត់ទេគេរើសអ្នកណាដែលគេច្បាស់ថាអ្នកនឹងធ្វើការកើតយើងមើលដូច CEO នៅក្រុមហ៊ុន Apple អញ្ចឹង Tim Cook មិន Steve Jobs រើស Tim Cook មិនក៏មិនរើសយើងដែលនៅនេះឲ្យទៅធ្វើ CEO របស់ Apple ទៅព្រោះ Steve Jobs គាត់អត់ដឹងថាយើងមានសមត្ថភាពប៉ុណ្ណាប៉ុន្តែគាត់ដឹងថា Tim Cook មានសមត្ថភាពប៉ុណ្ណាអាហ្នឹងឯងដែលជាខ្សែដែលជាឱកាសរបស់គេហ្នឹងអញ្ចឹងពេលខ្លះទៅយើងត្រូវយល់ដឹងថាដើម្បីឲ្យយើងជោគជ័យបានយើងត្រូវតែបៀលអាហ្នឹងដើម្បីទៅជាខ្សែយើងត្រូវមានខ្សែហើយខ្សែយើងត្រូវមានគុណភាពមិនថាគាត់តែស្គាល់គេគិតថាយើងអាចជោគជ័យមិនមែនចឹងទេហើយកុំគិតថាយើងអត់ដែរស្គាល់គេផងយើងពិបាកជោគជ័យក៏មិនមែនចឹងដែរតែយើងមានសមត្ថភាពអត្តចរិតយើងល្អគឺយើងងាយនឹងជោគជ័យហើយយើងចង់និយាយថាបើយើងមានសមត្ថភាពក៏ដោយតែបើសិនអត្តចរិតយើងមិនកើតយើងឆ្លើយយើងកោងយើងកញ្ចោញគ្មានណាដល់យើងសំដីឆ្លើយអីក៏យើងទៅមួយដែរគ្មានណាធ្វើការមួយយើងខាត់ទេទោះបីយើងមានក៏ដោយទោះយើងមានអំណាចក៏ដោយក៏គេបាក់ធ្វើការមួយយើងដែរព្រោះចរិតយើងវាពិបាកកន្លែងហ្នឹងអញ្ចឹងកន្លែងហ្នឹងឈប់យល់ច្រឡំអញ្ចឹងបើសិនចង់ជោគជ័យត្រូវគិតឡើងវិញគិតលើពីចំណុចឲ្យសំខាន់ទី1សមត្ថភាពពិតមិនមែនសមត្ថភាពគ្រាន់តែនិយាយទៅបានណាធ្វើអត់កើតសមត្ថភាពគឺត្រូវតែនិយាយឲ្យកើតធ្វើឲ្យកើតទី2អត្តចរិតគឺមានន័យថាអាចចុះសម្រុងជាមួយនឹងមនុស្សអាចធ្វើមនុស្សជុំវិញខ្លួនឯងនឹងប្រវាយចិត្តជាមួយនឹងធ្វើការមួយយើងទោះបីយើងមេក៏ដោយយើងកូនចៅក៏ដោយគឺយើងអាចធ្វើការជាមួយនឹងមនុស្សបានកន្លែងហ្នឹងហើយដែលសំខាន់ពីចំណុចហ្នឹងតែបើយើងអត់មានពីចំណុចហ្នឹងទេយើងពិបាកក្នុងការជោគជ័យទោះសមត្ថភាពយើងខ្លាំងប៉ុណ្ណាក៏ដោយព្រោះធ្វើការយូរទៅពីណាមិនធុញបើមនុស្សងាកខឹងងាកងងអីចឹងពិបាកធ្វើការជាមួយឬក៏ឆ្លើយមើលងាយគេប្រមាថការទៀនគេផ្សេងក៏ពិបាកធ្វើការជាមួយដែរពិបាកគឺយ៉ាប់មែនតែនត្មងចឹងកន្លែងហ្នឹងគឺសំខាន់ចឹងហើយមួយទៀតទូយើងបកកែអូលួងលោមណានៃតំណាក់ម្ដងប៉ុន្តែការងារយើងបង្កើតគេដាក់ទៅធ្វើការមិនដែរឲ្យគេកើតខូចការងាររបស់គេក៏គេមិនចង់ធ្វើការមួយយើងដែរគេគ្រាន់តែទុកយើងមើលមុខគ្នាគ្រាន់និយាយគ្នាលេងអីប៉ុណ្ណឹងព្រោះការងារយើងយកជាការមិនកើតគ្មានគុណភាពហ្នឹងគេអត់អាចយកជាការយើងកើតទេអញ្ចឹងត្រូវតែធ្វើខ្លួនឲ្យបកកែហើយនឹងមានតំណែងឲ្យល្អអាហ្នឹងបើសិនជាចង់ជោគជ័យនៅក្នុងវិស័យណាក៏ដូចទៅវិស័យណាដែរគេត្រូវការពីរហ្នឹងហួយអាពីរហ្នឹងដែលជាខ្សែដ៏ពិតប្រាកដមិនមែនគ្រាន់តែថាស្គាល់គេឯណានៃឲ្យរត់តែខ្សែអាហ្នឹងគិតអញ្ចឹងគឺខុសហើយហួយអ្នកដែលគិតអញ្ចឹងដោយសារអ្នកហ្នឹងអត់កើតខ្លួនឯងអត់កើតខ្លួនឯងថាខ្លួនឯងអន់អូមកថាខ្ញុំនិយាយថាមានពីរហ្នឹងអ្នកខ្លះគឺអន់នឹងពីរមកដល់អញ្ចឹងទៅបន្ទោសថាខ្លួនឯងអត់ខ្សែអ្នកខ្លះពីរហ្នឹងអន់មួយមកថាចង្កល់ខ្លួនឯងបច្ចេកទេសបកកែបើតែឆ្លើយអត់និយាយរកគេគ្មានណាដល់ខ្លួននេះចរិតបបាក់តំណាក់ម្ដងចរិតឆ្លើយកញ្ចោញអីចឹងណាហួយដល់ពេលទៅរកការងារល្អធ្វើមិនបានឬក៏ធ្វើការមួយគេចេះតែឆ្លុះគេចេះតែអីចឹងទៅគេអត់ដែរប្រម៉ូទខ្លួនឯងឡើងធំថាខ្ញុំអត់បានឡើងធំថាខ្ញុំអត់ខ្សែតាមពិតខ្លួនឯងធ្វើខាត់ចុះសម្រងគេអត់ប្រមើខ្លួនឯងទេអ្នកខ្លះទៀតបកកែគេចូលចិត្តគ្រប់គ្នាប៉ុន្តែការងារជាក់ស្ដែងអត់ចំណាប់ទេធ្វើអត់គ្រប់ពេលវេលាអត់អីចឹងទៅបកកែទៅសុំទោសបកកែទៅអីគេចឹងណាយកជាការមិនបានទុកចិត្តមិនបានអីចឹងណាក៏តាំងបន្ទោសគេថាមកខ្សែអត់ខ្សែអីដែរបានខ្លួនឯងអត់បានឡើងធំដូចគេតាមពិតមកពីសមត្ថភាពខ្លួនឯងព្រោះខ្លះទៀតគេផ្ដល់ឱកាសឲ្យហើយតែអត់ហ៊ានចាប់ឱកាសហ្នឹងទេចាំនិយាយអត់ហ៊ានខ្លាចពិបាកខ្លាចហត់ខ្លាចអីអាហ្នឹងវាតកតងសមត្ថភាពខ្លួនឯងនឹងខ្ជិលប្រឹងសមត្ថភាពខ្លួនឯងណាសមត្ថភាពអត់ដល់អីចឹងក៏បន្ទោសទៀតមកខ្សែទៀតចឹងទៅកន្លែងហ្នឹងបានថាមនុស្សយល់អត់ត្រូវទេអញ្ចឹងកាលណាតែយើងយល់ឃើញត្រូវយើងផឹងឲ្យត្រូវទៅយើងនឹងជោគជ័យអញ្ចឹងខ្ញុំរំលឹកម្ដងទៀតណាបើចង់ជោគជ័យត្រូវការពីរចំណុចទី1សមត្ថភាពពិតទី2អត្តចរិតអរិយាប័ត្ររបស់យើងពីរហ្នឹងគឺសំខាន់ណាទៅដល់ទីណាក៏ដោយធ្វើការរត់ក៏ដោយឯកជនក៏ដោយគឺត្រូវការពីរហ្នឹងសំខាន់